បាទសួស្តីថ្ងៃនេះខ្ញុំ Real Estate Advisor មកធ្វើវីដេអូថ្មីជាមួយនឹង Villa Queen នេះគឺម្ចាស់គាត់ដាក់លក់ត្រឹមតែ4លានជាងទេបងហើយតម្លៃនេះគឺល្អខ្លាំងមែនទែនព្រោះតម្លៃដែលគាត់ទិញហ្នឹង5លានជាងឥឡូវគាត់ដាក់លក់ហើយនេះខ្ញុំនាំបងទៅមើលនៅខាងក្នុងផ្ទះតែម្ដងជាមួយនឹងវីដេអូរបស់ខ្ញុំអូខេនេះ wow ទៅលាយការដេកផ្ទះមួយហ្នឹងគឺស្អាតខ្លាំងមែនទែនស្អាតយកតែមែនទែនតែម្ដងវ៉ាវនោះផ្ទះនៅខាងលើទៀតអូខេការតុបតែងផ្ទះមួយនេះគឺស្អាតខ្លាំងមែនទែនបងវ៉ាវកន្លែងនេះទទួលភ្ញៀវអេមខាងនោះស៊ូនរបស់គាត់នេះស៊ូនអេមមែនទែនទលាយមានកន្លែងអង្គុយកន្លែងឆុងកាហ្វេហូបអីក្រាយជជែកគ្នានៅខាងក្រៅក៏មានដែរឈៀលអីចឹងណាខាងនេះគឺបន្ទប់ living room ហើយផ្ទះនេះមានចរាយន្តឡើងទៀតចរាយន្តអូខេខាងនេះបន្ទប់ប្រជុំរបស់គាត់តែខ្ញុំមិនអាចចូលថតបាននេះអញ្ចឹងខ្ញុំថតតែប៉ុណ្ណឹងហើយយើងឡើងទៅលើតែម្ដងតោះឥឡូវយើងទៅលើវ៉ាវតែខាងនោះផ្ទះគេផ្សេងទៀតនេះបន្ទប់នេះសុទ្ធតែសភៅរបស់គាត់គឺលក្ខណៈគាត់ថាដេករបស់គាត់ហ្នឹងគឺធ្វើអានសភៅតែម្ដងហើយវិឡានេះគឺនៅបរិយាពេញហួតទេបងនៅជាប់នឹងផ្លូវធំទៀតចិត្តកន្លែងបើកឡានប៉ុណ្ណាឡានជិះឡានលេងវ៉ាវនេះបាទអត់អីទេបងនេះមើលពីលើទៅក្រោមហើយនេះបន្ទប់គេងនៅខាងក្នុងខាងនេះបន្ទប់ទឹកគ្រប់បន្ទប់គេងទាំងអស់របស់គាត់មានបន្ទប់ទឹកមានទូសម្លៀកបំពាក់អីគឺនៅខាងក្នុងនឹងទាំងអស់តែម្ដងបងបាទហើយនេះយើងទៅមើលបន្ទប់ផ្សេងទៀតបងផ្ទះហ្នឹងមិនមែនជន់បងសុនេះក្រៅគាត់ចាស់ផ្ទះណាបងបាទគ្រប់បន្ទប់នេះក៏មានវេរ៉ង់ដាដូចគ្នាខាងក្នុងនេះទៅសម្លៀកបំពាក់របស់គាត់បន្ទប់ទឹកធំខ្លាំងមែនតើ Oh my god បន្ទប់ទឹកហ្នឹងបងអរគ្នាមើលហើយនេះគឺរូបខ្ញុំផ្ទាល់ឥឡូវយើងទៅជាន់មួយទៀតជាន់ខាងលើវិញម្ដងផ្ទះនេះគឺធំខ្លាំងមែនតែម្ដង ប
នេះគឺជាន់នៅខាងលើបង្អស់ wow ពេលដែលយើងឡើងមកគឺឃើញបែបនេះចេះអានេះរបស់ភ្ញៀវទៅទុំចាស់ផ្ទះធំបងទាំងអស់មានប្រមាណជាន់ហើយប្រមាណបន្ទប់បង3ជាន់ទាំងជាន់ខំតដៃបាទ3ជាន់បាទមានតែបន្ទប់តែបន្ទប់ទៀតដែរខាងលើជាន់ទី2បន្ទប់កែងបន្ទប់កែង2បន្ទប់លេងមួយហើយបន្ទប់សភៅមួយអូខេបងបាទហើយជាន់ទី3នេះបន្ទប់ម្ចាស់ផ្ទះមួយហើយនឹង2បន្ទប់បាទហ្នឹងបាទវ៉ាវខាងនេះវេរងដាគឺទូលាយធំទូលាយខ្លាំងមែនតើសបែដើក៏ចង់វែងដែរខាងក្នុងនេះសុំចូលថតតិចវ៉ាវខាងនេះមាន bathroom នៅខាងក្នុងហ្នឹងហើយខាងនេះវិញគឺផ្ទុកទឹកគ្រឿង accessory make up អីរបស់គាត់គឺមានមកសពតែម្ដងច្រើនណាស់ទុកមិញខ្ញុំដូចជាអត់ទាន់មើលអស់នៅខាងក្នុងនេះខ្ញុំនាំបងទៅមើលសាមីនៅខាងក្នុងនេះវ៉ាវនេះបងអេមខ្លាំងមែនតើខ្ញុំអត់ដឹងត្រូវនិយាយថាម៉េចទេបន្ទប់ទូខោអាវនេះតែអធិស្ឋានខ្ញុំថតជាប់ទាំងអស់ព្រោះខ្ញុំចង់ឲ្យបងឃើញនៅការដេក័របន្ទប់ទាំងអស់នឹងតែម្ដងបាទនេះទូសម្លេងពាក់របស់គាត់ហើយខាងក្នុងនេះបន្ទប់គេងធំខ្លាំងមែនតើគ្រប់បន្ទប់ទាំងអស់គឺសុទ្ធតែមានបន្ទប់ទឹកធំទូលាយខ្លាំងវ៉ាវ my god ឡើយយើងអស់ហើយបើចង់ដឹងព័ត៌មានបន្ថែមបងអាចទាក់ទងមកខ្ញុំបាន Real Estate Advisor ជួបខ្ញុំនៅវីដេអូក្រោយបាយបាយ